រៀនណាពិតជាមានវិញ្ញាណឬក៏ខ្មោចដូចគេនិយាយមែនអត់ថ្ងៃហ្នឹងខ្ញុំបានសាច់រឿងមួយពីអូនស្រីម្នាក់គឺគាត់ត្រូវបានខ្មោចស្រីលោកក្នុងបន្ទប់ទឹកសាលារៀនម៉ោង5ល្ងាចអូនស្រីហ្នឹងគាត់មានឈ្មោះថានូណាគាត់គឺជាសិស្សថ្នាក់ទី9អញ្ចឹងថ្ងៃមួយគាត់បានចេញពីរៀនខ្មែរមុនម៉ោងដោយសារតែគ្រូលាបកន្លះម៉ោងអញ្ចឹងណាអញ្ចឹងទៅគាត់បានជិះម៉ូតូទៅសាលារៀនអង់គ្លេសពេលដែលទៅដល់សាលារៀនអង់គ្លេសហ្នឹងម៉ោងគឺ7:05ហើយគាត់មានអារម្មណ៍ថារៀងបាត់ជើងអីអញ្ចឹងទៅគាត់ក៏បានចូលបន្ទប់ទឹកប៉ុន្តែអ្វីដែលចម្លែកបន្ទប់ទឹកសាលារៀនអង់គ្លេសគាត់ថ្ងៃហ្នឹងគឺស្ងាត់មែនតើអ្នកទាំងគ្នាជាពិសេសហ្នឹងគឺភ្លើងអត់សូវភ្លឺដូចរដងរបៀបថាវាល្ងិតជាងរដងមែនតើដោយសារតែសាលាអង់គ្លេសហ្នឹងគឺគេរៀន full time អញ្ចឹងអ្នករៀនសាលាអង់គ្លេសពេញម៉ោងហ្នឹងគឺគេទៅផ្ទះអស់ហើយគាត់គឺជាអ្នករៀនអង់គ្លេសរបៀបថា1ម៉ោងអញ្ចឹងណាដោយសារតែគាត់ level រៀនរត់ដែរអញ្ចឹងពេលដែលគាត់ចូលទៅដល់បន្ទប់ទឹកហ្នឹងមានអារម្មណ៍ថាអូយចម្លែកថ្ងៃហ្នឹងមានអារម្មណ៍ថាបន្ទប់ទឹករបៀបថារៀងល្ងិតដូចស្ងាត់ដូចអត់មានអ្នកគេចូលហើយសំខាន់ហ្នឹងគឺចូលទៅគឺត្រជាក់សពហ្មងអ្នកទាំងគ្នាគឺគាត់ប្រាប់ខ្ញុំអញ្ចឹងអញ្ចឹងទៅពេលដែលទៅដល់ស្រីៗយើងដឹងហើយពេលដែលចូលបន្ទប់ទឹកគឺយើងឆ្លុះកញ្ចក់សំខាន់មុនគេស្រីៗពេលចូលបន្ទប់ទឹកគឺឆ្លុះកញ្ចក់មើលមុខថែមក្រែមអញ្ចឹងពេលដែលគាត់ចូលដល់បន្ទប់ទឹកហ្នឹងហើយគាត់បានដោះកាតាពីខ្នងគាត់ដាក់នៅកន្លែងមុខកញ្ចក់ហ្នឹងហើយគាត់ហូតមកយកក្រាសិតសក់យកក្រែមលាបមាត់អីអញ្ចឹងទៅគាត់ស្រីៗយើងកំពុងតែលាបក្រែមហ្នឹងមានអារម្មណ៍ថាគេឈរក្រោយខ្នងគាត់អ្នកនរគ្នាមានបងច្រើនមែនតើសួរថាមិនបានកាត់សក់ខ្លីអញ្ចឹងគឺសក់ឡើងស្អាតតាមពិតទៅបងសក់ខ្ញុំគឺលេងពណ៌ច្រើនទៅសក់ខ្ញុំវាឆេះមិនត្រឹមតែឆេះហេបែកចុងហើយមានអារម្មណ៍ថាលេងស្អាតអញ្ចឹងខ្ញុំក៏សម្រេចចិត្តកាត់ខ្លីហើយប្រើជាមួយនឹងសាប៊ូកក់សក់ណាដែលជំនួយដល់សក់ខ្ញុំហើយថ្ងៃនេះខ្ញុំក៏ចង់ recommend បងឲ្យប្រើជាមួយនឹងឈុតសាប៊ូកក់សក់នេះដែរដោយសារតែសាប៊ូកក់សក់ហ្នឹងធ្វើឲ្យសក់ខ្ញុំវែងលឿនមែនតើដំបូងខ្ញុំប្រើជាមួយនឹងសាប៊ូកក់សក់របស់ Felix និយាយទៅសាប៊ូហ្នឹងគឺធំក្លិនចេញមកថ្នាំចិនសារបៀបជួយទៅសៃសក់យើងឲ្យរឹងមាំជាពិសេសហ្នឹងគឺដោះកូនសក់ឲ្យសម្អាតស្បែកក្បាលបានល្អមែនតើសក់ខ្ញុំកក់តែម្ដងណាទៅសៃសក់ឡើងទន់អាឡោះអាឡងមានសំណើមតែម្ដងពេលខ្ញុំប្រើជាមួយនឹងក្រែមបន្ទន់សក់របស់ Felix បងប្រើសាប៊ូកក់សក់ឲ្យអត់ប្រើក្រែមបន្ទន់ណាដោយបងអត់កក់សក់អញ្ចឹងអ្នកបងកក់ឲ្យបងប្រើក្រែមបន្ទន់ណាបងមើលទៅសៃសក់ខ្ញុំឲ្យឡើងទន់អាឡោះអាឡងមកមិនត្រឹមតែប៉ុណ្្នឹងណា Felix មានជាមួយនឹងម៉ាក់អប់សក់ទៀតនិយាយទៅយើងមិនបាច់ទៅសាឡនទេបងទិញតែឈុតនេះទៅដឹងតែសក់យើងស្អាតហើយចំណាយលុយតិចទៀតដល់ពេលខ្ញុំអប់ម៉ាស់សក់ហើយចាំមើលខ្ញុំយើងទឹកចាញ់មើលសក់ខ្ញុំឡើងអាឡងជាងមុនគូននឹង2ហ្មងបងនិយាយទៅឈុតនេះមាន5មុខមានកក់មានអប់មានបន្ទន់មានទឹកបាញ់បដោះសក់ក៏ដូចជាសេរ៉ូមលាបចុងសក់ណាហ្នឹងបងចង់បានសក់ស្អាតកុំភ្លេចប្រើជាមួយនឹងសាប៊ូ Felix ណាអញ្ចឹងគាត់គិតថាប្រហែលជាមនុស្សចេញពីបន្ទប់ទឹកអញ្ចឹងណាគាត់ក៏ងាកមើលប៉ុន្តែមានអាគេនៅក្រោយខ្នងគាត់ដែរអ្នកនរគ្នាអញ្ចឹងទៅនូណាហ្នឹងគាត់របៀបថាអូប្រហែលជាគាត់គិតច្រើនអីចឹងទៅគាត់របៀបថាទឹកតជីម៉ូតូមកពីរៀនហត់ហើយរបៀបថាឃើញល្ងិតអញ្ចឹងទៅយើងចេះតែសម័យអញ្ចឹងណាអញ្ចឹងទៅគាត់ក៏បានបញ្ញាចង់សក់ហើយគាត់ចូលទៅបន្ទប់ទឹកឈឺនោប៉ុន្តែអ្វីដែលចម្លែកបំផុតពេលដែលគាត់ចូលទៅបន្ទប់ទឹកហ្នឹងទៅវាបន្ទប់ទឹកហ្នឹងគឺអត់មានមនុស្សសូម្បីតែម្នាក់ឯងតែពេលដែលគាត់ចូលឈឺនោហ្នឹងគាត់ឮសលេងមនុស្សស្រីនិយាយទូរស័ព្ទអ្នកតាគ្នាឮសូននិយាយអីគឺស្ដាប់អត់បានទេតែនិយាយបែបយំនិយាយបែបជាបែបយំអញ្ចឹងហ្មងគាត់ប្រាប់ខ្ញុំអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់រៀងក៏បាននិយាយសួរដែរថាកាត់អីមែនតែសលេងដែលយំហ្នឹងគឺបានស្ងាត់អ្នកតាគ្នាពេលដែលស្ងាត់មកស្ទុះហើយស្រាប់តែឮសលេងសែកជួយផងសែកអញ្ចឹងហ្មងអ្នកតាគ្នាដល់ពេលអញ្ចឹងនោះណាគាត់បញ្ញាប់បើកទ្វារមកហើយគាត់ទៅមើលបន្ទប់ផ្សេងតែអ្វីដែលគាត់អត់ឃើញហ្នឹងគឺអត់មានឃើញមនុស្សទេហេតុអីបានជាគាត់លឺសលេងហ្នឹងអ្នកតាគ្នាអារម្មណ៍គាត់គឺភ័យមែនតើអ្នកតាគ្នាគឺឡើងញ័រជើងហ្មងដោយសារតែលឺសលេងសែកជួយផងហ្នឹងគឺខ្លាំងមែនតើអញ្ចឹងទៅនោះណាគឺបានរត់ចេញពីបន្ទប់ទឹកហ្នឹងហ្មងប៉ុន្តែអ្វីដែលច្បាស់នោះគឺលឺសំឡេងចុចទឹកនោះណាគាត់លឺសលេងចុចទឹកហ្នឹងហ្មងចឹងទៅគាត់ថាគាត់គិតក្នុងចិត្តថាអូនៅលេងកោទេទៅក្រៅទេដល់ពេលរត់ទៅក្រៅគាត់រត់ទៅរមុនគេហ្នឹងគឺមិត្តភ័ក្តិក្នុងថ្នាក់របស់គាត់បានរត់ទៅលើហ្នឹងបានជួបមិត្តភ័ក្តិគាត់ម្នាក់ហើយគាត់បានប្រាប់រឿងហ្នឹងអញ្ចឹងណាពេលហើយមិត្តភ័ក្តិគាត់ក៏បានប្រាប់ថាហើយអត់ដឹងទេ
ប្រហែលជា6 ខែមុនណាអញឮថាមានក្មេងស្រីម្នាក់អាយុប៉ុនយើងហ្នឹងគឺបានមានកូនមួយសង្សារហើយសង្សារសុំបែកសុំអីចឹងទៅហើយកូននៅក្នុងបន្ទប់ទឹកហ្នឹងអញ្ចឹងណាចឹងទៅបានស្លាប់ក្នុងបន្ទប់ទឹកហ្នឹងហើយយុវសាលាគឺគេបិទព័ត៌មានហ្នឹងអត់ឲ្យដឹងទេចឹងទៅគេអត់ផុសអីអញ្ចឹងទៅណាគាត់ឮចឹងភ័យមកអ្នកទាំងគ្នាគឺរបៀបថាភ័យមែនតើដោយសារតែខ្លួនឯងបានជួបរឿងហ្នឹងអញ្ចឹងណាហើយស្រាប់តែមកស្ទុះហ្នឹងមិត្តភក្តិនូណាមកមួយទៀតបាននិយាយតថាល្ងាចមិញខ្ញុំក៏បានជួបដែរគឺនៅឈរនៅក្រោយកញ្ចក់ខ្ញុំពេលដែលខ្ញុំចងសក់ហ្នឹងហ្មងអូយរឿងហ្នឹងគឺដូចគ្នាមែនតើអ្នកទាំងគ្នាគឺនូណាខ្មោចលង3ដងទី1នោះគឺចូលមកដល់បន្ទប់ភ្លាមមានអារម្មណ៍ថាត្រជាក់ហើយគេឈរក្រោយខ្នងពេលដែលគាត់លាបក្រែមហើយរឿងទី2ហ្នឹងគឺគាត់លឺសលេងគេនិយាយទូរស័ព្ទបែបយំអញ្ចឹងណាទី3ហ្នឹងគឺគាត់លឺសលេងគេចាក់ទឹកអញ្ចឹងគ្រាន់តែពួកគាត់និយាយគ្នានិយាយអីហើយពួកគាត់បានប្រាប់ teacher ប្រាប់អីអញ្ចឹងណាដោយសារតែ teacher គាត់ហ្នឹងជាអ្នកគ្រូខ្មែរទេហើយអ្នកគ្រូខ្មែរហ្នឹងគឺគាត់បានដឹងរឿងហ្នឹងគាត់ក៏បានប្របួរក្មេងៗហ្នឹងទៅទិញធូបនៅចាប់ហួរចិត្តសាលាហ្នឹងទៅហើយយកធូបហ្នឹងមកអុជឲ្យគេហើយទិញរបៀបផ្លែឈើតិចតួចអញ្ចឹងយើងសិស្សសាលាសូវមានលុយដែរអញ្ចឹងណាហើយអុជផ្សាយក្នុងទូទឹកហ្នឹងថាកុំធ្វើបាបពួកខ្ញុំទៀតអីទៅកាន់សុគតិភពអីអញ្ចឹងណាពួកខ្ញុំអត់ដឹងរឿងអីទេទៅចាប់ជាតិទៅចាប់អីអញ្ចឹងទៅហើយអ្នកទាំងគ្នាសាលាហ្នឹងអ្នកណាក៏ដឹងថាបន្ទប់ទឹកជាន់ទី3ហ្នឹងគឺខ្មោចលងរហូតអូខេឥឡូវសាច់រឿងខ្ញុំនិយាយហ្នឹងគឺមានតែប៉ុណ្្នឹងទេដោយសារតែអូនស្រីហ្នឹងគឺគាត់បានប្រាប់ខ្ញុំតែប៉ុណ្្នឹងឯងចឹងមិនសិនជាអ្នកទាំងគ្នាមានសាច់រឿងខ្មោចឬក៏សាច់រឿងណាដែលអ្នកទាំងគ្នាជួបអាចឆាតទៅក្នុង IG ខ្ញុំដើម្បីនិយាយរឿងខ្មោចដែលអ្នកទាំងគ្នាជួបហ្នឹងមកកាន់ខ្ញុំបានហើយកុំភ្លេច like វីដេអូហ្នឹង follow TikTok ខ្ញុំជាពិសេសហ្នឹងកុំភ្លេចជាមួយនឹងស្ប៊ូកក់សក់របស់ Felix អរគុណអ្នកទាំងគ្នាជួបគ្នាវីដេអូក្រោយណា